បាទជាដំបងសូមគ្រប់ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់បានខ្ញុំបាទឈ្មោះថៃស៊ីងថលជាបុគ្គលិកផ្នែកទីផ្សារនៃក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដីនិងជីសញ្ញាក្បាលសឹងប្រចាំខេត្តកំពង់ធំបាទថ្ងៃនេះខ្ញុំសូមបង្ហាញនៅចន្ទីមួយកន្លែងបាទដែលជារបស់បងប្រុសគង់សុគលបាទដែលបងប្រុសរស់នៅក្នុងភូមិតាប៉ោងឃុំតាំងកសៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបាទចន្ទីរបស់បងប្រុសបើយើងគិតជាផ្ទៃដីដែលបងដាំនេះគឺចំនួន7ហិកតាបាទហើយក្នុងនោះដែរចន្ទីរបស់បងប្រុសគឺមានអាយុតែ6ឆ្នាំបាទចន្ទីនេះបាទហើយចន្ទីបងប្រុសនេះគឺបានជ្រើសរើសប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនបាទណាគឺក៏ដាក់ពីវគ្គនេះណាបាទអញ្ចឹងវគ្គដែលយើងដាក់ហើយនេះបងប្រុសដាក់តាំងពីខែ6ថ្ងៃទី26ខែ6បាទរហូតមកដល់ថ្ងៃនេះគឺថ្ងៃទី29ខែណែ7រយៈពេល1ខែ4ថ្ងៃហើយបាទហើយតើតើការដាក់នេះគឺបងប្រុសដាក់ម្ដៅ2គីឡូសម្រាប់ជីមីតរិកយើងណាបាទហើយបងប្រុសដាក់គឺបងឆោតរងចេះបងឆោតរងចេះហើយយើងរួយមួយខាង1គីឡូបាទខាងនេះ1គីឡូខាង1គីឡូបាទហើយបងប្រុសក៏បានជួបាទជួវគ្គកដារងបាទគឺបងបានឃើញក្នុងវីដេអូនេះស្ដាប់អញ្ចឹងបាទគឺជួអញ្ចឹងគ្រប់ប្លុកទាំងអស់ដើម្បីឲ្យដីធូរហើយនឹងកម្ចាស់ស្មៅបាទអញ្ចឹងយើងឃើញថាបន្ទាប់ពីបងប្រុសបានដាក់ជីរយៈពេលជាង1ខែមកនេះគឺយើងសង្កេតឃើញចន្ទីបងប្រុសចាប់ដើមចេញត្រួយហើយដោយបងបានមើលខាងនេះអញ្ចឹងបាទគឺចេញត្រួយបាទហើយស្លឹករបស់វាគឺពណ៌បៃតងបាទស្អាតបាទស្រស់បាទគឺចាប់ដើម CG ហើយបាទហើយយើងក៏លេចមើលសុខភាពដើមបាទចាប់ដើមមានហៅថាមានសបករបស់វាគឺរៀងហៅថារលោងបាទរៀងហៅថាចេញមករៀងពណ៌គេហៅថាក្រហមព្រឿងបាទហើយយើងសង្កេតមើលទៅនឹងការដាក់ជីរបស់គាត់គឺមានអាចលេនចាប់ដើមចេញមកហើយបាទហើយទៅនឹងព្រៀងធ្លាក់ថ្មីនេះផងគឺយើងឃើញដីយើងកាន់តែធូរទៅទៀតបាទហើយតកតងចន្ទទីនេះបើបងប្រុសប្រើវគ្គនេះគឺយើងប្រើ2ដងបាទអញ្ចឹងខែ6នេះដាក់ម្ដងហើយនៅពេលខែវាក្តៅខែ9បងប្រុសដាក់ម្ដងទៀតប៉ុន្តែដាក់ប្រភេទជីយកជីធម្មជាតិជប៉ុនសញ្ញាផែនដីប្រភេទម្សៅយកមកដាក់លាយជាមួយនឹងជីអ៊ីរ៉េសញ្ញាក្បាលសឹងអញ្ចឹងយកជីជប៉ុននិងជីអ៊ីរ៉េយកមកដាក់លាយគ្នាក្នុងណែជីជប៉ុន100គីឡូគឺដាក់ជីអ៊ីរ៉េសញ្ញាក្បាលសឹងហ្នឹងគឺ25គីឡូបាទអញ្ចឹង25%អញ្ចឹងបងប្រុសយកមកដាក់ដើម្បីយកផ្លែយកការបាទអញ្ចឹងសម្រាប់វគ្គមុនបងប្រុសប្រើតែម្ដងទេកាច់ចាំទៅគឺយើងប្រើតែជីមីរូរិកតែមួយមុខទេប៉ុន្តែប្រើម្ដង3គីឡូណាស់ទៅហើយគាត់បានផលហ្នឹងគឺបានក្នុងហាត់ហ្នឹងគឺបានរហូតដល់2300គីឡូបាទនេះសម្រាប់ចម្ការរបស់បងប្រុសហើយឆ្នាំដែលយើងប្រមូលផលកន្លងមកនេះគឺគ្រប់ចការទាំងអស់មានលក្ខណៈដូចជាហៅថាផ្លែដូចជាមិនសូវជាច្រើនប្រមាណទេចការផ្សេងៗដែលយើងដឹងរបស់គ្នាណាបងប្អូនប៉ុន្តែចការបងប្រុសគឺបានផលគួរគាត់ស្គាល់បាទហ្នឹងហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនបាទមានជីធម្មជាតិជប៉ុនសញ្ញាផែនដីមានជីបាទសញ្ញាក្បាលសឹងគ្រប់ប្រភេទមានជីមីរូរិមានជីអ៊ីរ៉េមានជីកែងបាទហើយមាន NPK លេខ20726មានលេខ2025បងប្អូនអាចកំណត់ណងមកកាន់លេខខ្ញុំបានគឺលេខ031 33 55 034និងមួយខ្សែទៀត092 120 900បាទហ្នឹងហើយសូមអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានបាទជម្រាបលាបាទ